ពីគាត់ប្រើប្រាស់ហេមហ៊ីមពី10ថ្ងៃទៅ15ថ្ងៃគាត់មានការភ្ញាក់ផ្អើលត្រង់ថាការងើបពីដំណេករបស់គាត់មានការផ្លាស់ប្ដូរត្រង់ថាគឺគាត់ងើបហើយគឺស្រឡះដូចអ្នកដែលគេឆ្អែតពិតប្រកបតែម្ដងត្រង់នេះហើយអាចបង្ហាញថាវាធ្វើឲ្យយើងមានកម្លាំងឡើងវិញវាប្រឆាំងជាមួយនឹងពពួកអរម៉ូនដែលធ្វើឲ្យយើងអស់កម្លាំងនឹងឯងអញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាមានអាការៈបែបនេះជាប្រចាំងាយនឹងឆ្លងមេរោគបាទងាយនឹងឈឺក្បាលឬក៏អរម៉ូនរបស់អ្នកទាំងអស់គ្នាមានភាពមិនប្រក្រតីអីហ្នឹងគឺដោយសារតែគេហៅថាជំងឺអស់កម្លាំងរ៉ាំរ៉ៃនឹងឯងហើយអ្នកទាំងអស់គ្នាអាចសាកល្បងប្រើប្រាស់ហេមហ៊ីមត្រឹមរយៈពេល2សប្តាហ៍ហើយតាមដានមើលខ្លួនឯងតើអាការៈនោះវានឹងទៅល្អប្រសើរប៉ុណ្ណាផងដែរបាទហើយនេះគឺជាអត្ថបទគំរូពាក់ព័ន្ធជាមួយនឹងមុខងារប្រព័ន្ធភាពស៊ាំល្អប្រសើរឡើងតាមរយៈការប្រើប្រាស់ហេមហ៊ីមហើយនេះគឺជាលទ្ធផលដែលគេពិសោធន៍ទៅលើរាងកាយមនុស្សដោយផ្ទាល់តាមរយៈការធ្វើតេស្តលើរាងកាយមនុស្សដែលធ្វើឲ្យគេដឹងថាគឺវាធ្វើឲ្យសុខភាពរាងកាយនិងកម្លាំងដែលធ្លាប់តែបាត់បង់នោះល្អប្រសើរឡើងវិញផងដែរបាទអញ្ចឹងអាតូមីហេមហ៊ីមអ្នកទាំងអស់គ្នាគ្រាន់តែចាំថាទី1ជួយទៅដល់ប្រព័ន្ធភាពស៊ាំដែលជាប្រព័ន្ធភាពស៊ាំការពារពពួករ៉ាឌីកាសេរីនិងមេរោគដែលបង្កទៅជាមេរោគមហារីកនឹងឯងទី2ជួយបំបត្តិអាការៈអស់កម្លាំងរ៉ាំរ៉ៃធ្វើឲ្យយើងមានកម្លាំងនិងមានសុខភាពល្អមាំមួនជាងមុននឹងឯងបាទអញ្ចឹងខ្លួនយើងគឺដូចជាផ្ទះមួយខ្នងអញ្ចឹងបាទបើសិនជាខាងក្នុងផ្ទះយើងពោពេញទៅដោយសម្រាមវានឹងមានរុយរោមវានឹងមានក្លិនវានឹងមានសភាពគេហៅថាធូលីដីពេញហ្នឹងវាអត់ស្រស់ស្អាតទេប៉ុន្តែបើសិនជាយើងសម្អាតវាដោយប្រើប្រាស់ឧបករណ៍ដែលអាចកម្ចាត់ពពួកសម្រាមពពួកមេរោគនឹងទាំងអស់ផ្ទះនោះនឹងក្លាយជាផ្ទះស្រស់ស្អាតហើយលើពីនេះទៀតមិនត្រឹមតែស្រស់ស្អាតទេគឺយើងនឹងអាចការពារផ្ទះនោះមិនឲ្យមានមេរោគមិនឲ្យមានសម្រាមហាចូលបានដោយសារតែហេមហ៊ីមប្រៀបដូចជារបងការពារផ្ទះផងដែរហើយការប្រើប្រាស់ហេមហ៊ីមរបស់អ្នកទាំងអស់គ្នាគឺមិនមែនគ្រាន់តែបានសុខភាពល្អទេការណែនាំហេមហ៊ីមទៅកាន់អ្នកដទៃក៏ជាការធ្វើល្អមួយដើម្បីឲ្យអ្នកដទៃគាត់ការពារខ្លួនគាត់ពីជំងឺផងគាត់កាត់បន្ថយការចំណាយទៅពេទ្យរបស់គាត់ផងបាទលើពីនេះទៀតគឺចំណូលដែលទទួលបានពីហេមហ៊ីមយើងតែងតែយកទៅជួយទៅដល់មន្ទីរពេទ្យគុណធបុប្ផាជារៀងរាល់ខែផងដែរបាទអ្នកនរគ្នាមើលរូបនេះបាទនេះគឺជារូបភាពជាក់ស្ដែងដែលចាប់ពីខែមករាឆ្នាំ2025មកដល់ខែនេះគឺយើងតែងតែផ្ដល់ជាជំនួយជារៀងរាល់ខែចំនួន10លានរៀលហើយអ្វីដែលពិសេសជាងនេះទៀតគឺសម្រាប់ការជួយទៅដល់ប្រជាជនភាគសឹកកន្លងមកទោះបីជាអាតូមីមិនចេញមុខដោយផ្ទាល់ក៏ដោយប៉ុន្តែតាមរយៈអង្គការទ្រីមីឬក៏យើងហៅថាមូលនិធិទ្រីមីដែលស្ថិតនៅជាប់ជាមួយនឹងអាតូមីកម្ពុជាយើង